សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ពៅ Nova Khana កុំភ្លេចចុច Subscribe និង Follow ផងណាតោះយើងចូលស្ដាប់ចម្ពោះបន្តនៅកណ្ដាលព្រៃជ្រៅដ៏អាថ៌កំបាំងដែលគេស្គាល់ថាជាព្រៃហាមឃាត់ភូនិកបរិយាកាសនាពេលរាត្រីហាក់បីដូចជាកំពុងលេបត្របាក់រាល់ជីវិតទាំងឡាយដែលហ៊ានឈានជើងចូលមកទីនេះនៅលើផ្លូវដ៏ខ្វាត់ខ្វែងពោពេញដោយបន្លានិងគ្រោះថ្នាក់ស្រមោលរបស់យុវជនម្នាក់កំពុងតែធ្វើដំណើរទៅមុខយ៉ាងលឿនដូចព្រួញគៀបគឺស៊ូឈីងរាល់ជំហានដែលស៊ូឈីងឈានទៅមុខគឺពោពេញទៅដោយភាពឈឺចាប់ជាតិពុលដែលនៅសេសសល់ពីការប្រយុទ្ធដ៏ខ្លាំងក្លាមុននេះកំពុងតែជ្រាបចូលទៅក្នុងសរសៃឈាមនិងរាងកាយរបស់គាត់បន្តិចម្ដងទោះបីជាពេលនេះគាត់មានកម្រិតការតស៊ូខ្ពស់ជាងមុនក៏ដោយប៉ុន្តែដោយសារតែការស្ថិតនៅក្នុងពិភពវេទមន្តយូរពេករួមផ្សំនឹងរបួសចាស់ដែលមិនទាន់ជាសះស្បើយធ្វើឲ្យកម្លាំងកាយរបស់គាត់ធ្លាក់ចុះយ៉ាងខ្លាំងហាក់ដូចជាចង្កៀងប្រេងដែលជិតនឹងរលត់ទៅកណ្ដាលខ្យល់ព្យុះប៉ុន្តែអ្វីដែលធ្វើឲ្យគាត់នៅតែអាចរក្សាល្បឿនដ៏គួរឲ្យភ្ញាក់ផ្អើលនេះបានគឺដោយសារតែការទទួលបានអង្គាសជីវិតទី2ដែលជាកម្លាំងថាមពលកម្រិតខ្ពស់ពន្លឺភ្លើងវេទមន្តពណ៌ស្វាយបានភីចេញពីរាងកាយរបស់គាត់បង្កើតជាខែលការពារនិងជួយរុញច្រានរាងកាយរបស់គាត់ឲ្យទៅមុខយ៉ាងរហ័សនៅក្នុងក្រសែភ្នែករបស់សត្វព្រៃដែលនៅជុំវិញគាត់មិនខុសពីដុំភ្លើងហោះដែលកំពុងកាត់ផ្ដាច់ភាពងឹតនៃរាត្រីកាលនោះឡើយខណៈពេលដែលកំពុងប្រមូលផ្ដុំស្មារតីរត់គេចស្រាប់តែមានរឿងមិនប្រក្រតីមួយបានកើតឡើងនៅលើដីស្រមោលលងឹតដែលអូសបន្លាយតាមរាងកាយរបស់ស៊ូឈីងស្រាប់តែលេចចេញនៅក្របភ្នែកតូចៗជាច្រើនភ្នែកទាំងនោះសម្លឹងមើលមកស៊ូឈីងដោយក្តីចង់ដឹងចង់ឃើញនិងបង្កប់ទៅដោយគំនិតមិនល្អវាដឹងថាពេលនេះម្ចាស់របស់វាគ្មានកម្លាំងគ្រប់គ្រាន់និងកំពុងទន់ជ្រាយបំផុតប៉ុន្តែស៊ូឈីងមិនមែនជាមនុស្សធម្មតាឡើយភាពឆ្លាតវៃនិងការប្រុងប្រយ័ត្នរបស់គាត់បានធ្វើឲ្យគាត់ដឹងទាន់នៅរាល់បំរែបំរួលនៃស្រមោលរបស់ខ្លួនឯងភ្លាមនោះថាមពលផ្លូវចិត្តដ៏ខ្លាំងក្លាពណ៌ស្វាយមួយបានផ្ទុះចេញពីក្នុងខ្លួនរបស់គាត់បុកទម្លុះទៅលើស្រមោលនោះចំស្រមោលលងឹតនោះញ័ររន្ធត់សម្ដែងចេញនៅភាពឈឺចាប់យ៉ាងខ្លាំងរួចក៏ប្រែប្រួលមកជាទន់ភ្លន់និងព្យាយាមសម្ដែងភាពអែបអបដើម្បីសុំទោសភ្លាមស៊ូឈីងពោក្នុងចិត្តយ៉ាងម៉ឺងម៉ាត់ទាំងទឹកមុខត្រជាក់ស្រេបទោះបីជាពេលនេះខ្ញុំរងរបួសក៏ខ្ញុំនៅតែមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបង្ក្រាបឯងឲ្យរលាយបាត់បានដែរចូលចងចាំភាពល្អដែលឯងបានធ្វើក្នុងការប្រយុទ្ធមុននេះហើយធ្វើខ្លួនឲ្យស្មោះត្រង់ទៅពាក្យសម្ដីដ៏មានអំណាចនេះបានធ្វើឲ្យស្រមោលលងឹតនោះមិនហ៊ានមានចិត្តវិវេទៀតឡើយវាដឹងច្បាស់ថាស៊ូឈីងគឺជាម្ចាស់ដែលគួរឲ្យខ្លាចបំផុតខុសប្លែកពីស្រមោលដែលចាំតែឆ្លៀតឱកាសអ្នកចម្បាំងមាសដែលជាអ្នកការពារម្នាក់ទៀតរបស់ស៊ូឈីងបានបង្ហាញនូវភាពស្មោះត្រង់យ៉ាងដាច់ខាតគាត់បានហោះហើរអំដំណើរស៊ូឈីងដោយក្តីគោរពដែលធ្វើឲ្យស៊ូឈីងងក់ក្បាលពេញចិត្តដើម្បីកុំឲ្យសត្រូវដឹងដានគាត់បានបញ្ជាឲ្យស្រមោលបិទបាំងពន្លឺចង្កៀងទាំងពីររួចរត់ទៅមុខក្នុងភាពងឹតទោះជាស៊ូឈីងអាចគ្រប់គ្រងស្ថានភាពផ្ទៃក្នុងបានក៏ដោយប៉ុន្តែសម្ពាធពីខាងក្រៅនៅតែមានទម្ងន់ធ្ងន់ធ្ងរនៅផ្នែកខាងក្រោយនៃព្រៃជ្រៅអ្នកការពារកម្រិតខ្ពស់ទាំង3នាក់នៃនិកាយដាវហោះកំពុងតែបង្កើនល្បឿនដេញតាមគាត់យ៉ាងប្រកិតទឹកមុខរបស់ពួកគេម្នាក់ពោពេញទៅដោយភាពម៉ឺងម៉ាត់និងព្រួយបារម្ភណោះព្រោះពួកគេទទួលបានបញ្ជាដាច់ខាតពីមេក្បាលម៉ាស៊ីននៃនិកាយថាបើមិនអាចនាំខ្លួនស៊ូឈីងត្រឡប់ទៅវិញទេមានតែសេចក្តីស្លាប់ប៉ុណ្ណោះដែលរងចាំពួកគេនៅក្នុងចិត្តរបស់អ្នកទាំង3ពោពេញទៅដោយភាពមិនជឿនិងការភ្ញាក់ផ្អើលពួកគេមិននឹកស្មានថាស៊ូឈីងដែលគ្រាន់តែជាយុវជនជំនាន់ក្រោយសូម្បីតែមេដាយមាសក៏មិនទាន់មានពេញលេញអាចវិបកនឹងយកឈ្នះលើអ្នកដឹកនាំវ័យក្មេងរបស់ពួកគេរហូតដល់ថ្នាក់ដណ្ដើមយកចង្កៀងជីវិតទៅបាត់នោះឡើយព្រោះតែហេតុនេះទើបពួកគេមិនហ៊ានធ្វេសប្រហែសសូម្បីតែមួយវិនាទីពួកគេបានប្រើប្រាស់ខែលការពារខ្លួនគ្រប់បែបយ៉ាងនិងប្រើប្រាស់មន្តអាគមខ្យល់ដើម្បីបោះសម្អាតរាល់ឧបសគ្គនៅខាងមុខនៅចំណុចមួយពួកគេបានឈប់ផ្អាកដើម្បីពិភាក្សាគ្នាក្មេងនេះពូកែខាងប្រើប្រាស់អស្ត្រពលនិងល្បិចកលណាស់យើងត្រូវតែប្រុងប្រយ័ត្នត្រូវហើយគាត់អាចកម្ចាត់អ្នកដឹកនាំវ័យក្មេងបានបង្ហាញថាគាត់មិនមែនជាមនុស្សធម្មតាទេទោះបីជាពេលនេះគាត់របួសក៏យើងមិនអាចមើលស្រាលបានដែរក្រោយពីការពិភាក្សាដ៏ខ្លីពួកគេក៏បានសម្រេចចិត្តរួមដៃគ្នាជាធ្លុងមួយមិនបំបែកជួរគ្នាឡើយដើម្បីជៀសវាងការធ្លាក់ចូលទៅក្នុងអន្ទាក់ពុលរបស់ស៊ូឈីងត្រឡប់មកខាងស៊ូឈីងវិញដោយសារតែអារម្មណ៍វិញ្ញាណដ៏មុតស្រួចគាត់បានដឹងថាអ្នកដេញតាមទាំង3បានឈប់ផ្អាកនិងមិនព្រមបំបែកជួរគ្នាឡើយ
ផែនការដំបូងរបស់គាត់គឺចង់លុបវាយប្រហារពួកគេម្នាក់ៗម្ដងមួយ ប្រសិនបើពួកគេបែកគ្នាប៉ុន្តែពេលនេះផែនការនោះត្រូវបរាជ័យរាងកាយរបស់គាត់កាន់តែទន់ខ្សោយទៅភាពងុយដេកនិងការវិលមុខបានវាយលុកខួរក្បាលរបស់គាត់ជាបន្តបន្ទាប់ដើម្បីរក្សាស្មារតីឲ្យនៅនឹងនួនស៊ូឈីងបានសម្រេចចិត្តខំចុងអណ្ដាតខ្លួនឯងយ៉ាងខ្លាំងភាពឈឺចាប់បានធ្វើឲ្យខួរក្បាលរបស់គាត់ភ្លឺស្វាងឡើងវិញគាត់បានលូកដៃទៅបេះស្លឹកអស្ថប្រេយមួយចំនួនដែលនៅក្បែរនោះយកមកទំពាលេបទាំងឆៅដើម្បីទប់ទល់នឹងការរីករាលដាលនៃរបួសទោះបីជាដឹងថាការធ្វើបែបនេះមិនសូវមានប្រសិទ្ធភាពដោយការផ្សំត្រឹមត្រូវក៏ដោយស៊ូឈីងបានបើកមើលថង់វិញ្ញាណរបស់ខ្លួនហើយឃើញថាអស្តពលនិងសត្វល្អិតវេទមន្ស្ទ័រតែទាំងអស់ត្រូវបានប្រើប្រាស់អស់រលីងក្នុងការប្រយុទ្ធមុននេះអ្វីដែលគាត់នៅសល់គឺមានតែថ្នាំគ្រាប់ខ្មៅ2 3គ្រាប់និងប្រអប់អាថ៌កំបាំងមួយដែលផ្ទុកគ្រាប់ថ្នាំពុលហាមឃាត់ប៉ុណ្ណោះគាត់បានកិននាក្នុងចិត្តដើម្បីឲ្យរបួសនេះជាសេះស្បើយពេញលេញខ្ញុំត្រូវការពេលយ៉ាងហោចណាស់5ថ្ងៃប៉ុន្តែពួកវាច្បាស់ជាមិនទុកពេលឲ្យខ្ញុំដល់2ថ្ងៃឡើយវិធីតែមួយគត់គឺត្រូវប្រើប្រាស់ថ្នាំពុលហាមឃាត់នេះដើម្បីបំបែកផ្លូវអានុភាពនៃជាតិពុលស្រាលដែលស៊ូឈីងបានបង្ហូរតាមខ្យល់មុននេះបានចាប់ផ្ដើមលេចផលនៅលើផ្ទៃមុខរបស់អ្នកដេញតាមម្នាក់ស្បែកមុខរបស់គាត់ចាប់ផ្ដើមប្រែពណ៌និងមានសភាពមិនប្រក្រតីទោះបីជាពួកគេខិតខំប្រើថ្នាំបន្សាបក៏ដោយក៏វាគ្រាន់តែជួយពន្យាពេលប៉ុណ្ណោះនេះរឹតតែធ្វើឲ្យពួកគេខឹងសម្បារនិងសម្រេចចិត្តហោះហើរលឿនជាងមុន 30% ដើម្បីកម្ចាត់ស៊ូឈីងឲ្យខានតែបានស៊ូឈីងអាចដឹងបានយ៉ាងច្បាស់ថាសារត្រូវកាន់តែមកគៀកហើយដៃរបស់គាត់បានចាប់ទៅលើប្រអប់អាថ៌កំបាំងគាត់ដឹងថាបើគាត់បញ្ចេញថ្នាំពុលហាមឃាត់នេះវានឹងបង្កើតជាការបំផ្លិចបំផ្លាញយ៉ាងធំធេងដែលអាចសម្លាប់គ្រប់ជីវិតនៅជុំវិញប៉ុន្តែខ្លួនឯងក៏មានឱកាសរស់រានមានជីវិតតិចតួចបំផុតដែរវាជាការភ្នាល់ដោយប្រើប្រាស់ជីវិតជាដើមទុននៅក្នុងពេលដែលគាត់រៀបនឹងសម្រេចចិត្តបដូរផ្ដាច់ស្រាប់តែជំហានជើងរបស់គាត់ត្រូវគង់នៅនឹងកន្លែងភ្នែករបស់គាត់បើកធំសម្លឹងទៅត្រង់ទៅខាងមុខនៅកណ្ដាលព្រៃដែលពោពេញដោយស្រមោលល្ងឹតមានបុរសចំណាស់ម្នាក់កំពុងឈរយ៉ាងស្ងៀមស្ងាត់លោកតាមានវ័យចំណាស់ផ្ទៃមុខមានស្នាមជ្រួញទៅតាមអាយុកាលប៉ុន្តែក្រសែភ្នែករបស់គាត់ពោពេញទៅដោយពន្លឺដ៏មុតស្រួចនិងជ្រៅដូចមហាសមុទ្រគាត់ស្លៀកពាក់អាវផាយពណ៌ស្វាយដ៏ប្រណិតរូបរាងទាំងមូលមើលទៅដូចជាអ្នកប្រាជ្ញដ៏មានចំណេះដឹងខ្ពង់ខ្ពស់ម្នាក់ដែលមិនស៊ីសង្វាក់គ្នានឹងបរិយាកាសព្រៃតតែសោះនៅចន្លោះម្រាមដៃរបស់គាត់មានគ្រាប់អុកពណ៌ខ្មៅមួយគ្រាប់ដែលគាត់កំពុងតែបង្វិលលេងយ៉ាងទន់ភ្លន់លោកតាបានសម្លឹងមើលមករបួសជុំវិញខ្លួនរបស់ស៊ូឈីងរួចពោលពាក្យយ៉ាងស្ងប់ស្ងាត់ថាទុកអស្តពលនោះចុះទៅគ្រាន់តែបានឬពាក្យសម្ដីនេះស៊ូឈីងមានអារម្មណ៍ថាសម្ពាធដ៏ធ្ងន់ធ្ងរដែលនៅលើស្មារបស់គាត់ត្រូវបានរលាយបាត់អស់គាត់មិនចាំបាច់ទីក៏ដឹងច្បាស់ថាបុរសចំណាស់ម្នាក់នេះជាអ្នកណាដែរគាត់គឺជាកំពូលអ្នកខ្លាំងនិងជាម្ចាស់កំពូលភ្នំទី7នៃនិកាយរបស់គៀតដែលគ្រប់គ្នាគោរពហៅថាលោកគ្រូធំទី7ស៊ូឈីងបានអន់ក្បាលគោរពភ្លាមរួចរក្សាភាពស្ងៀមស្ងាត់នៅពីក្រោយខ្នងរបស់លោកតាមួយប៉ព្រិចភ្នែកក្រោយមកអ្នកការពារទាំង3នាក់នៃនិកាយដាវហោះបានមកដល់ទីនេះល្បឿនដ៏លឿនរបស់ពួកគេត្រូវបង្ខំចិត្តឈប់ងក់ទឹកមុខប្រែជាស្លេកស្លាំងគ្មានឈាមមួយដំណក់នៅពេលដែលឃើញវត្តមានរបស់លោកគ្រូធំទី7ពួកគេដឹងច្បាស់ពីកេរ្តិ៍ឈ្មោះនិងភាពគួរឲ្យខ្លាចរបស់បុរសចំណាស់ម្នាក់នេះអ្នកដឹកនាំម្នាក់ក្នុងចំណោមពួកគេព្យាយាមប្រមូលភាពក្លាហានអន់គោរពរួចពោលទាំងញ័រថាសូមគោរពលោកគ្រូធំទី7យុវជនម្នាក់នេះបានបង្កគ្រោះមហន្តរាយយ៉ាងធំធេងដល់និកាយដាវហោះរបស់យើងគាត់បានធ្វើឲ្យអ្នកដឹកនាំវ័យក្មេងរងរបួសនិងដណ្ដើមយកវត្ថុមានតម្លៃទៅពួកយើងធ្វើការតាមបញ្ជារបស់បតានិកាយសូមលោកគ្រូធំមេត្តាយោគយល់និងប្រគល់ខ្លួនគាត់ឲ្យមកពួកយើងផងលោកគ្រូធំទី7មិនទាំងសម្លឹងមើលមុខពួកគេចំផងគាត់មិនមានប្រសាសន៍សំបីតែមួយម៉ាត់ប៉ុន្តែដៃអាវពណ៌ស្វាយរបស់គាត់បានគ្រោះវាឡើងស្រាលទៅលើអាកាសវ៉ូភ្លាមនោះថាមពលវេទមន្តដុំហេមៀដែលមិនអាចវាស់វែងបានផ្ទុះឡើងពីកណ្ដាលអាកាសប្រែក្រឡាទៅជាទម្រង់មាត់យក្សដ៏ធំសម្បើមមួយមាត់យក្សនោះបានខំត្របាក់ចុះមកក្រោមលេបយកអ្នកដេញតាមកម្រិតខ្ពស់ទាំង3នាក់ចូលទៅក្នុងភាពទេស្អាតភ្លាមសំឡេងបន្លឺឡើងយ៉ាងខ្លីរួចគ្រប់យ៉ាងក៏ត្រឡប់មកភាពស្ងប់ស្ងាត់វិញគ្មានសូម្បីតែដំណក់ឈាមឬដានជើងរបស់ពួកគេដែលនៅសេសសល់ពួកគេបានរលាយបាត់រូបរាងពីលោកនេះជារៀងរហូត
ស៊ូឈីងសម្លឹងមើលទិដ្ឋភាពនេះទាំងក្នុងចិត្តរំភើបនិងកោតសរសើរជាពន់ពេកនេះហើយជាកម្លាំងពិតប្រាកដរបស់កម្ពុជាអ្នកខ្លាំងដែលអាចកំទេចសត្រូវលំដាប់ខ្ពស់បានក្នុងមួយប៉ព្រិចភ្នែកដោយមិនបាច់ខំប្រឹងលោកគ្រូធំទី7បានដាក់ដៃទាំងពីរទៅខាងក្រោយខ្នងរួចដើរទៅមុខយឺតទាំងពោលពាក្យយ៉ាងសាមញ្ញទៅកាន់ស៊ូឈីងថានៅទ្វេកែវភ្នែកធ្វើអ្វីទៀតតោះចេញដំណើរទៅមុខខ្ញុំនៅមានក្តារអុកមួយដែលលេងមិនទាន់ចប់នៅឡើយទេសេចក្តីស្ងប់ស្ងាត់បានត្រឡប់មកគ្រប់ដណ្ដប់ព្រៃហាមឃាត់ភូនិកម្ដងទៀតស៊ូឈីងដើរតាមពីក្រោយលោកគ្រូធំទី7ទាំងអារម្មណ៍នៅមិនទាន់នឹងនួននៅឡើយរាល់ទិដ្ឋភាពដែលលោកគ្រូធំគ្រវីដៃកំទេចអ្នកខ្លាំងលំដាប់ស្នូលមាសទាំង3អ្នកមុននេះនៅតែដកជាប់ក្នុងខួរក្បាលរបស់គាត់ហាក់ដូចជាសុបិនមួយទោះបីជាលោកគ្រូធំមានប្រសាសន៍ថាគាត់ប្រញាប់ទៅលេងអុកឲ្យចប់ក៏ដោយប៉ុន្តែជំហានជើងរបស់គាត់មើលទៅស្រាលៗនិងមិនមានសភាពប្រញាប់ប្រញ័រតតែសោះអ្វីដែលអស្ចារ្យនោះគឺរាល់ជំហានដែលគាត់ឈានទៅមុខហាក់បីដូចជាអាចបង្រួញជំងាយផ្លូវដ៏វែងឆ្ងាយឲ្យមកនៅចិត្តបង្កើយហើយគាត់ក៏បានទាញនាំរាងកាយស៊ូឈីងឲ្យទៅជាមួយគ្នាផងដែរបន្ទាប់ពីភាពស្ងប់ស្ងាត់អស់មួយសន្ទុះលោកគ្រូធំទី7បានបើកបូមាត់ពោលឡើងថាឯងធ្វើបានល្អណាស់ក្នុងការដោះស្រាយរឿងរ៉ាវជាមួយគ្រូធំប៉ៃស៊ូឈីងអានក្បាលបន្តិចរួចឆ្លើយតបដោយសំឡេងស្រទន់ខ្ញុំគ្រាន់តែធ្វើអ្វីដែលខ្ញុំត្រូវធ្វើប៉ុណ្ណោះទៀតលោកគ្រូធំងក់ក្បាលរួចបន្តរឿងរ៉ាវនៅកោះខ្មោចសមុទ្រនោះឯងក៏ធ្វើបានល្អដូចគ្នាស៊ូឈីងមានសភាពរីរែកបន្តិចរួចពោលគឺសិស្សច្បងធំជាអ្នករៀបចំកិច្ចការទាំងនោះទាំងស្រុងបាទចុះរឿងសັບព្រាបពេលយប់លោកគ្រូធំសួរដេញដោលខ្ញុំគ្រាន់តែប្រឹងប្រែងឲ្យអស់ពីសមត្ថភាពប៉ុណ្ណោះស៊ូឈីងឆ្លើយដោយភាពដាក់ខ្លួនភ្លាមនោះទឹកមុខរបស់លោកគ្រូធំទី7ប្រែជាមើងម៉ាត់បន្តិចរួចគាត់និយាយក្នុងន័យស្ដីបន្ទោសប៉ុន្តែបង្កប់ដោយការបារម្ភប៉ុន្តែការដែលឯងទៅតតាំងជាមួយសេងយុនតែម្នាក់ឯងគឺជារឿងដែលប្រហែលបំផុតអ្វីដែលឯងគួរធ្វើគឺត្រូវសុំជំនួយពីសិស្សច្បងទី1ទី2និងទី3របស់ឯងប្រសិនបើពួកឯងទាំង4នាក់រួមដៃគ្នាកម្ចាត់វាឯងក៏មិនត្រូវរងរបួសធ្ងន់ធ្ងរដល់ថ្នាក់នេះដែរស៊ូឈីងគិតពិចារណាតាមសម្ដីរបស់លោកគ្រូធំហើយឃើញថាវាពិតជាមានហេតុផលត្រឹមត្រូវគាត់ក៏ងក់ក្បាលទទួលយកកំហុសលោកគ្រូធំទី7នៅពេលឃើញស៊ូឈីងមានអត្តចរិតស្លូតបូតនិងព្រមស្ដាប់បង្គាប់បែបនេះគាត់ក៏បង្ហាញស្នាមញញឹមពេញចិត្តរួចពោលទាំងទឹកមុខរីករាយដើរមកចិត្តទីនេះមកខ្ញុំស្មានតែឯងជាមនុស្សមិនចេះខ្លាចមេឃខ្លាចដីទៅហើយចុះហេតុអ្វីបានជាដើរឆ្ងាយពីខ្ញុំម្លេះស៊ូឈីងដើរចូលទៅជិតលោកគ្រូធំបន្តិចទាំងភាពអៀនខ្មាសលោកគ្រូធំសម្លឹងមើលគាត់ពីលើចុះក្រោមក្រសែភ្នែករបស់គាត់បង្ហាញពីការនឹកគិតទៅដល់អតីតកាលការដែលគាត់បានជួបស៊ូឈីងដំបូងឡើយនៅក្នុងជំរំជនភៀសខ្លួនដែលកាលនោះស៊ូឈីងជាក្មេងប្រុសម្នាក់ដែលខំប្រឹងបដូរសម្លៀកបំពាក់ដើម្បីកុំឲ្យប្រឡាក់លោកគ្រូធំសើចតិចរួចពោលឯងខ្ពស់ជាងកាលពីមុនឆ្ងាយណាស់ស៊ូឈីងងើបមុខសម្លឹងមើលលោកគ្រូធំទាំងក្នុងចិត្តពោពេញដោយក្តីងឿងឆ្ងល់និងកក់ក្ដៅយ៉ាងចម្លែកលោកគ្រូធំទី7មិនបានបន្តការសន្ទនាពីរឿងផ្ទាល់ខ្លួនឡើយគាត់បាននាំស៊ូឈីងដើរចូលទៅកាន់ផ្នែកខាងក្នុងនៃកំទេចថ្មទីក្រុងបុរាណគាត់បានចង្អុលទៅកាន់កំទេចវាំងដ៏ទ្រុឌទ្រោមរួចពោលដោយសំឡេងក្រៀមក្រំដូចសំឡេងខ្លុយបក់តាមខ្យល់ទីកន្លែងនេះមិនត្រឹមតែជាភស្តុតាងនៃអតីតកាលប៉ុណ្ណោះទេប៉ុន្តែក៏ជាកន្លែងដែលកប់ទុកនូវប្រវត្តិសាស្ត្រដ៏អស្ចារ្យជាច្រើនផងដែរទីក្រុងនេះកាលពីមុនធ្លាប់ជាស្រុកកំណើតរបស់បុគ្គលក្នុងរឿងព្រេងម្នាក់គាត់គឺជាព្រះរាជបុត្រនៃអាណាចក្រដ៏មានអំណាចដែលត្រូវបានគេចាត់ទុកថាជាមនុស្សដែលពូកែបំផុតបន្ទាប់ពីមុខរបស់ព្រះអាទិទេពបានធ្លាក់ចុះមកលើពិភពលោកគ្រូធំបានរៀបរាប់បន្តថាព្រះរាជបុត្រអង្គនោះមានចំណេះដឹងនិងខ្សែលោហិតដ៏វិសេសវិសាលពីអធិរាជបុរាណអាចគ្រប់គ្រងមនុស្សក្នុងជំនឿនោះទាំងមូលនៅថ្ងៃដែលទ្រង់ប្រសូតមាននាគមាស9ហោះហើរអំដំណើរហើយថែមទាំងអាចរស់រានមានជីវិតពីការសម្លឹងមើលរបស់ព្រះអាទិទេពដល់ទៅ5ដងប៉ុន្តែជាអកុសលបុគ្គលដ៏អស្ចារ្យរូបនោះត្រូវសោយទីវង្គតក្នុងសមរភូមិដោយសារតែការរួមដៃគ្នាបង្កាប់ពីសំណាក់ពូជសាសន៍ដីជាច្រើនស៊ូឈីងមានអារម្មណ៍រំភើបយ៉ាងខ្លាំងនៅពេលបានឮរឿងនេះព្រោះវាខុសប្លែកពីអ្វីដែលគាត់ធ្លាប់ដឹងថាអាណាចក្រនោះត្រូវបានដួលរំលំដោយសារតែការបះបោររបស់កុលសម្ព័ន្ធទាំង8លោកគ្រូធំទី7ឃើញទឹកមុខរបស់ស៊ូឈីងក៏សើចរួចពោលថាអ្វីដែលឯងធ្លាប់ដឹងគឺគ្រាន់តែជាកំទេចកំទីដែលសេសសល់ចុងក្រោយនៃអាណាចក្រនោះប៉ុណ្ណោះ
ចំណែកឯប្រវត្តិសាស្ត្រពិតប្រាកដត្រូវបានមនុស្សលោកនិងពូជសាសន៍ដទៃរួមគំនិតគ្នាលុបបំបាត់ចេញពីសៀវភៅប្រវត្តិសាស្ត្រអស់ទៅហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺព្រះរាជបុត្រអង្គនោះបានសោយទីវង្គតចំទីតាំងនៃព្រៃហាមឃាត់ភូនិកនេះឯងហើយទីក្រុងនេះក៏ត្រូវបានបាត់បង់ទៅវិញកាលពី10ឆ្នាំមុននៅពេលដែលភ្នែករបស់ព្រះអាទិទេពបានបើកឡើងនៅទីបំផុតពួកគេបានដើរមកដល់វិហារតូចមួយដែលរងការខូចខាតយ៉ាងខ្លាំងពីការប្រយុទ្ធលោកគ្រូធំទី7បានងាកមកសម្លឹងមើលស៊ូឈីងរួចពោលទាំងវីក្បាលគាត់ស្រាលៗថាមិនមែនមានគេនិយាយទេអីថាឯងខ្វះខាតមន្តអាគមនិងក្បាច់ប្រយុទ្ធផ្ទាល់ខ្លួនចូលទៅខាងក្នុងវិហារហើយស្វែងរកការត្រាស់ដឹងទៅប្រញាប់ឡើងខ្ញុំនៅមានក្តារអុកត្រូវលេងស៊ូឈីងវាដូច្នោះបេះដូងលោតខុសចង្វាក់ភ្លាមគាត់ដឹងច្បាស់ថាអ្នកដែលនិយាយនោះគឺសេងយុនគាត់បានដើរចូលទៅអង្គុយពេនភ្នែននៅពីមុខរូបសំណាកប៉ុន្តែបន្ទាប់ពីពិនិត្យមើលមួយសន្ទុះគាត់ក៏ដើរចេញមកវិញរួចនិយាយទាំងទើសតថាលោកគ្រូធំការស្វែងរកការត្រាស់ដឹងពីគំនូរដាវនេះមិនអាចធ្វើទៅបាននៅពេលថ្ងៃឡើយវាត្រូវការតែពន្លឺព្រះច័ន្ទប៉ុណ្ណោះលោកគ្រូធំទី7រអ៊ូតិចរួចគាត់ក៏លើកដៃគ្រវីឡើងទៅលើមេឃភ្លាមមួយពព្រិចភ្នែកពុកខ្មៅដ៏ក្រាស់ឃ្មឹកបានភីចេញមកគ្រប់ដណ្ដប់ផ្ទៃមេឃទាំងមូលបិទបាំងពន្លឺព្រះអាទិត្យជិតឈឹងធ្វើឲ្យបរិយាកាសជុំវិញប្រែជាខ្មៅងឹតបន្ទាប់មកមានកញ្ចក់វេទមន្តមួយបានលេចឡើងនៅលើអាកាសបញ្ចេញពន្លឺព្រះច័ន្ទដ៏ត្រជាក់ស្រេបចាំងចំទៅលើរូបសំណាកនៅក្នុងវិហារភ្លាមនោះរូបភាពដាវដ៏ធំមួយបានលេចចេញរូបរាងឡើងស៊ូឈីងស្រឡាំងកាំងជាខ្លាំងចំពោះអំណាចកម្រិតនេះគាត់ធ្លាប់ឃើញលោកគ្រូធំទី6សម្ដែងធម្មពលប៉ុន្តែមិនដល់ថ្នាក់អាចបដូរមេឃបដូរដីផ្លាស់ប្ដូរថ្ងៃយប់បានត្រឹមតែការគ្រវីដៃមួយដងបែបនេះឡើយគាត់ទីក្នុងចិត្តភ្លាមថាកម្រិតមន្តអាគមរបស់លោកគ្រូធំទី7ច្បាស់ជាខ្ពស់ជាងដំណាក់កាលទី4ទៅទៀតដោយដឹងថាពេលវេលាមានតម្លៃស៊ូឈីងបោះបង់គំនិតរំខានទាំងឡាយរួចប្រមូលផ្ដុំស្មារតីសម្លឹងមើលគំនូរដាវពណ៌ស្វាយមួយបានចាប់ផ្ដើមលេចចេញរូបរាងនៅពីលើក្បាលរបស់គាត់ខណៈពេលដែលនៅក្នុងព្រៃហាមឃាត់ភូនិកមានសភាពស្ងប់ស្ងាត់នៅឯផ្ទៃសមុទ្រហាមឃាត់ឯណោះវិញបរិយាកាសប្រែជាតានតឹងដល់កំពូលពន្លឺដាវរាប់មិនអស់បានចាំងឆ្លុះពេញផ្ទៃមេឃបង្កើតជាសូរក្រហមគួរឲ្យខ្លាចនោះគឺជាកងទ័ពដាវវេទមន្តរបស់និកាយដាវហោះដែលដឹកនាំដោយបតានិកាយដាវហោះផ្ទាល់ទឹកមុខរបស់គាត់ពោពេញទៅដោយភ្លើងកំហឹងដែលមិនអាចទប់ទល់បានហោះឆ្ពោះទៅកាន់ទីស្នាក់ការកណ្ដាលនៃនិកាយភ្នែកឈាមទាំង7ដើម្បីទាមទារយុត្តិធម៌និងសងសឹកឲ្យអ្នកដឹកនាំវ័យក្មេងរបស់ពួកគេសម្ពាធនៃកងទ័ពដាវនេះធ្វើឲ្យទឹកសមុទ្រនៅខាងក្រោមបង្កេតបានជារលកធំទោះជាមានព្យុះភ្លៀងកំពុងខិតចូលមកជិតក៏ដោយប៉ុន្តែនៅក្នុងវិហារបុរាណស៊ូឈីងនៅតែបន្តការសមាធិយ៉ាងជ្រាលជ្រៅពន្លឺព្រះច័ន្ទសព្វនិមិត្តបានជួយឲ្យគាត់យល់ដឹងពីក្បាច់ដាវបានយ៉ាងរហ័សដាវពណ៌ស្វាយនៅពីលើក្បាលរបស់គាត់ចាប់ផ្ដើមប្រែពីភាពស្រអាប់ទៅជាច្បាស់លាស់បង្កើនកម្រិតពី50%ទៅ60-70%រហូតដល់ពេញលេញ100%នៅពេលព្រលឹមស្រាងនៅពេលដែលពន្លឺព្រះអាទិត្យពិតប្រាកដបានដេញតាមភាពងឹតរាងកាយរបស់ស៊ូឈីងញ័ររន្ធត់ភ្លាមដាវពណ៌ស្វាយនោះបានក្លាយជាដាវពិតប្រាកដបញ្ចេញនូវភាពមុតស្រួចដែលអាចកាត់ផ្ដាច់រាល់អ្វីទាំងអស់មិនត្រឹមតែប៉ុណ្ណោះរបួសទាំងអស់នៅលើរាងកាយរបស់គាត់រួមទាំងម្រាមដៃដែលធ្លាប់បាត់បង់ក៏បានលូតលាស់មកវិញជាធម្មតាធ្វើឲ្យកម្លាំងកាយរបស់គាត់ឡើងដល់កម្ពស់មិនធ្លាប់មានលោកគ្រូធំទី7សម្លឹងមើលស៊ូឈីងដោយក្តីពេញចិត្តរួចពោលថាតោះចេញដំណើរទៅវិញភ្ញៀវដ៏មានឥទ្ធិពលចិត្តមកដល់ហើយគាត់គ្រវីដៃអាវស្រាលស្រាប់តែមានអបក្រាស់ខ្មឹកលេចឡើងជុំវិញខ្លួនពួកគេធ្វើឲ្យទិដ្ឋភាពទាំងមូលវិលវល់នៅពេលដែលអបនោះរលាយបាត់ទៅស៊ូឈីងភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះពួកគេមិនបានស្ថិតនៅក្នុងព្រៃជ្រៅទៀតឡើយប៉ុន្តែបែរជាមកឈរនៅលើកំពូលភ្នំទី7នៃនិកាយភ្នែកឈាមទាំង7ទៅវិញសំឡេងអ៊ូអោនៃទីក្រុងនិងខ្យល់សមុទ្រដ៏ស្យាមធ្លាប់បានបក់មកប៉ះរាងកាយរបស់គាត់នៅទីនោះមានបុរសវ័យកណ្ដាលម្នាក់ពាក់អាវផាយពណ៌ប្រផេះឈរកាន់គ្រាប់អុកទាំងស្នាមញឹមស៊ូឈីងចំណាំគាត់បានភ្លាមគាត់គឺជាមនុស្សម្នាក់ដែលធ្លាប់ប្រគល់មេដាយសម្គាល់ខ្លួនឲ្យគាត់កាលពីនៅជំរំជនភៀសខ្លួនបុរសនោះបានអង្គគោរពជំរាបសួរលោកគ្រូធំទី7ពួកវិចិត្រមកដល់ហើយបាទលោកគ្រូធំទី7ដាក់គ្រាប់អុកចុះលើក្តាររួចពោលល្អណាស់នាំអាល្អិតនេះទៅងូតទឹកសម្អាតខ្លួនទៅមើលចុះខ្លួនប្រឡាក់អស់ហើយការដែលលោកគ្រូធំហៅគេថា
អាល្អិតធ្វើឲ្យស៊ូឈៀងដឹងច្បាស់ពីមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅរបស់លោកគ្រូចំពោះខ្លួនជំនួយការនោះបានហុចបន្ទះត្បូងវេទមន្តមួយឲ្យស៊ូឈៀងរួចពោលទៅជាមួយខ្ញុំទៅអាល្អិតថ្ងៃនេះជាថ្ងៃដ៏ធំសម្រាប់ឯងនិងសម្រាប់លោកគ្រូធំបន្ទាប់ពីងូតទឹករួចចូលដើរឡើងទៅកាន់វិហារធំហើយពិនិត្យមើលរូបភាពនៅក្នុងបន្ទះត្បូងនេះបន្ទាប់ពីបានងូតទឹកជំរះកាយយ៉ាងស្អាតបាតស៊ូឈៀងបានគ្រងនៅឈុតសម្លៀកបំពាក់ថ្មីជាអាវផាយពណ៌ស្វាយដែលប៉ាក់ដោយសរសៃមាសយ៉ាងប្រណិតមានស្រីបម្រើជាច្រើនអ្នកបានមកជួយចងសក់និងរៀបចំខ្លួនឲ្យគាត់យ៉ាងយកចិត្តទុកដាក់នៅក្នុងពេលនោះដែរសិស្សច្បងធំរបស់គាត់ប្រធានក្រុមបានលបលួចមើលតាមទ្វារទាំងញាក់ចិញ្ចាមដាក់ស៊ូឈៀងយ៉ាងក្រម៉ៅភ្លាមនោះអ្នកបម្រើការធំបានលើកជើងពីនមាសមួយដែលមានតម្កល់មកុដពណ៌ស្វាយដ៏ថ្លៃថ្នូរមកុដនោះមានឈ្មោះថាមកុដកំពូលវិញ្ញាណពណ៌ស្វាយដែលមានបង្កប់នៅព្រលឹងពាក់កណ្ដាលនៃសត្យលំដាប់ដំណាក់កាលទី4គឺពោះក្បាល9ប្រសិនបើសម្លឹងមើលវាឲ្យយូរគាត់ថែមទាំងអាចជឿសំឡេងក្រហមដ៏គួរឲ្យខ្លាចរបស់សត្យនោះថែមទៀតផងសិស្សច្បងធំឃើញដូច្នោះក៏បើកភ្នែកធំទាំងពោលពាក្យច្រណែនតិចថាអូហូលោកតាពិតជាលំអៀងខ្លាំងណាស់ខ្ញុំសុំមកុដនេះរាប់ដងហើយគាត់មិនព្រមឲ្យតែបែរជាយកមកឲ្យអញទៅវិញនៅពេលដែលស៊ូឈៀងគ្រងមកុដនោះរួចរាល់រូបរាងដ៏សង្ហារួមផ្សំនឹងពន្លឺនៃអង្គាងជីវិតដែលភីចេញពីខ្លួនធ្វើឲ្យគាត់មើលទៅដូចជាទេវបុត្ររដែលចុះចតពីឋានសួគ៌គ្មាននរណាម្នាក់អាចប្រៀបផ្ទឹមបានឡើយសូម្បីតែស្រីបម្រើទាំងឡាយក៏សម្លឹងមើលគាត់ដោយក្តីជ្រួលជ្រើមចិត្តដែរភ្លាមនោះសំឡេងដ៏មានអំណាចនិងមើងម៉ាត់មួយបានបន្លឺឡើងពីខាងក្រៅវិហារឆ្លងកាត់ភ្នំទាំង7បុកធ្លីទៅដល់ផ្ទៃមេឃវិធីមន្តអាគមគឺភាពទេស្អាតគ្មានរូបរាងនិងគ្មានឈ្មោះបើគ្មានគម្ពីរមិនអាចយល់ដឹងបើគ្មានគ្រូមិនអាចដឹងការពិតថ្ងៃនេះសិស្សនៃកំពូលភ្នំទី7ឈ្មោះស៊ូឈៀងនឹងត្រូវទទួលការបង្រៀនមន្តអាគមនិងចូលរួមពិធីគោរពបតាបង្កើតនិកាយជាផ្លូវការសំឡេងប្រកាសមន្តនេះមិនមែនជាសំឡេងនិយាយធម្មតាឡើយវាគឺជាទម្រង់នៃលិខិតសរសើរដ៏វិសេសវិសាលបន្លឺឡើងពេញផ្ទៃមេឃនិងផែនដីពោពេញដោយភាពបុរាណនិងភាពរស់រវើកនៃពិធីការសូម្បីតែសិស្សច្បងធំដែលធ្លាប់តែលេងសើចក៏ប្រែជាមានទឹកមុខមើងម៉ាត់ជាប្រវត្តិសាស្ត្រថ្ងៃនេះគាត់មិនបានពាក់អាវផាយពណ៌ប្រភេទធម្មតាឡើយប៉ុន្តែបានគ្រងឈុតអាវផាយពណ៌ស្វាយប៉ាក់សរសៃមាសដូចគ្នានឹងស៊ូឈៀងដែរវាជាឈុតតំណាងឲ្យកំពូលភ្នំទី7ប៉ុន្តែមានសន្តានប្រណិតជាងធម្មតាឆ្ងាយណាស់សិស្សច្បងធំសម្លឹងមើលស៊ូឈៀងរួចពោលដោយសំឡេងធ្ងន់ថាស៊ូឈៀងក្នុងនាមខ្ញុំជាសិស្សច្បងធំថ្ងៃនេះខ្ញុំមានកិត្តិយសណាស់ដែលបានធ្វើជាអ្នកនាំផ្លូវនិងជាអ្នករៀបចំពិធីការឲ្យឯងចូលមកតាមខ្ញុំគាត់លើកដៃទាំងពីរគង់លើគ្នារួចអង្គគោរពស៊ូឈៀងយ៉ាងជ្រាលជ្រៅតាមរបៀបពិធីការមន្តអាគមស៊ូឈៀងអាចដឹងពីភាពម៉ឺងម៉ាត់នៃស្ថានភាពនេះគាត់ក៏សម្រួលសម្លៀកបំពាក់ឲ្យមានរបៀបរួចអង្គគោរពវិញមុននឹងឈានជើងដើរចេញទៅខាងក្រៅគ្រាន់តែឈានជើងចេញផុតពីទ្វារវិហារបេះដូងរបស់គាត់លោតខុសចង្វាក់ភ្លាមនៅចំពោះមុខគាត់គឺអាសនៈវេទមន្ត8ជ្រុងដ៏ធំសម្បើមក្រាលដោយដុំថ្មខៀវបញ្ចេញរលកធាតុអាកាសដ៏ស័ក្តិសិទ្ធិនៅចុងម្ខាងនៃអាសនៈមានតម្កល់រូបសំណាកដុំហេមីមួយរូបសំណាកនោះជារូបបុរសវ័យកណ្ដាលម្នាក់ដាក់ដៃទាំងពីរទៅខាងក្រោយខ្នងសម្លឹងមើលទៅចម្ងាយឆ្ងាយទោះបីជាមិនអាចមើលឃើញផ្ទៃមុខច្បាស់ប៉ុន្តែគាត់បានគ្រងអាវផាយអធិរាជបៈរូបនាគរាជបុរាណនិងមានមកុដពណ៌ខៀវចងសក់នៅពីលើក្បាលរបស់គាត់មានឆ័ត្រអធិរាជចំនួន9អន្តែតអំដំណើរបញ្ចេញថាមពលនាគរាជដ៏ខ្លាំងក្លាហាក់ដូចជាមេតបកំពូលដែលអាចបង្ក្រាបអស់ពិភពលោកថាមពលដ៏មហិមាដែលភីចេញពីរូបសំណាកនេះធ្វើឲ្យស៊ូឈៀងប្រមូលស្មារតីសម្លឹងមើលជុំវិញខ្លួននៅជុំវិញអាសនៈមានសិស្សនៃនិកាយភ្នែកឈាមទាំង7ជាង 1000 នាក់បានមកជួបជុំគ្នាពួកគេមានទាំងប្រុសទាំងស្រីទាំងក្មេងទាំងចាស់សុទ្ធតែស្លៀកពាក់អាវផាយពណ៌ស្វាយយ៉ាងប្រណិតនិងមានទឹកមុខគោរពកោតខ្លាចបំផុតពីអាសនៈនោះមានជណ្ដើរថ្មភក់ពណ៌សបោះជំហានឡើងលើចំនួន90កាំឆ្ពោះទៅកាន់វិហារធំដែលបញ្ចេញពន្លឺពណ៌ស្វាយដ៏ត្រចះត្រចង់ដែលជាចំណុចខ្ពស់បំផុតនៃកំពូលភ្នំទី7នៅលើមេឃពុកវិលវល់យ៉ាងខ្លាំងដោយសារតែមានសត្វនាគក្តាមយក្សកំពុងហោះហើរបង្កើតជាភ្លេចបន្ទោខ្វាត់ខ្វែងនៅកណ្ដាលពុកនោះមានស្រមោលមនុស្សចំនួន6រូបឈរយ៉ាងស្ងៀមស្ងាត់ដូចរូបសំណាកពួកគេគឺជាម្ចាស់កំពូលភ្នំទាំង6រួមទាំងលោកគ្រូធំទី6ផងដែរដែលកំពុងសម្លឹងមើលមកស៊ូឈៀង
ដោយក្រសែភ្នែកលើកទឹកចិត្តអ្វីដែលរឹតតែគួរឲ្យភ័យខ្លាចនោះគឺនៅពីលើពុកឡើងទៅទៀតមានស្រមោលមនុស្សពណ៌ឈាមដ៏ធំមួយហាក់ដូចជាព្រះអាទិទេពនោះគឺបតាស្ថាបនិកនិកាយភ្នែកឈាមទាំង7លោកគ្រូបង្ហូរឈាមពួកកំពូលអ្នកខ្លាំងទាំងអស់បានមកជួបជុំគ្នានៅទីនេះដើម្បីធ្វើជាសាក្សីក្នុងពិធីការនេះសិស្សច្បងធំឈរនៅក្បែរស៊ូឈីងសម្លឹងត្រង់ទៅរូបសំណាករួចប្រកាសដោយសំឡេងដុល្លារិកសិស្សកំពូលភ្នំទី7ស៊ូឈីងរូបសំណាកនេះគឺជាប្រភពនៃចំណេះដឹងនិងគោលការណ៍គ្រឹះរបស់កំពូលភ្នំទី7គាត់គឺអធិរាជបុរាណហ្វានយូអធិរាជបុរាណភាពស្ងប់ស្ងាត់ងងឹតដែលជាអធិរាជមនុស្សចុងក្រោយបង្អស់ដែលបានបង្ក្រាបពិភពលោកបុរាណឥឡូវនេះចូលអញសម្ដែងការគោរពពិធីការចាប់ផ្ដើមស៊ូឈីងអានក្បាលលើកដៃគង់គ្នារួចក្រាបគោរពយ៉ាងជ្រាលជ្រៅទៅកាន់រូបសំណាកអធិរាជបុរាណនៅក្បែរនោះសិស្សច្បងធំនិងសិស្សទាំងអស់ក៏បានអន់គោរពព្រមៗគ្នាបង្កើតបានជាទិដ្ឋភាពដ៏គួរឲ្យកោតសរសើរនិងមានអំណាចយ៉ាងខ្លាំងក្រោយពីការគោរពស៊ូឈីងដើរតាមសិស្សច្បងធំឆ្ពោះទៅកាន់ជណ្ដើរថ្មពណ៌សសិស្សច្បងធំបានបន្លឺសំឡេងដូចជាការសូត្រធម៌ពួកយើងជាអ្នកហាត់មន្តអាគមដើរលើវិថីដែលបំពេញមេឃពួកយើងសម្លឹងមើលពិភពលោកបុរាណនិងសង្កេតមើលមេឃទាំង9ផែនដីទាំង10ហេតុនេះកំពូលភ្នំទី7ទើបបង្កើតជណ្ដើរថ្មពណ៌សចំនួន90កាំនេះឡើងដើរឡើងជណ្ដើរដើម្បីបង្ហាញភស្តុតាងដល់មេឃទាំង9ឡើងដល់កំពូលដើម្បីស្ពតសច្ចាចំពោះផែនដីទាំង10ស៊ូឈីងចាប់ផ្ដើមឡើងជណ្ដើរស៊ូឈីងឈានជើងដាក់លើកាំជណ្ដើរទី1ភ្លាមនោះសំឡេងជួងនៃកំពូលភ្នំទី7បានបន្លឺឡើងយ៉ាងខ្លាំងដងសំឡេងជួងធ្វើឲ្យផ្ទៃមេឃនិងផែនដីប្រែពណ៌ភ្លាមក្នុងពេលជាមួយគ្នានោះបន្ទះត្បូងវេទមន្តដែលជំនួយការបានឲ្យគាត់មុននេះបានហោះចេញពីសម្លៀកបំពាក់អន្តែតនៅពីមុខគាត់បញ្ចេញពន្លឺយ៉ាងត្រចះត្រចង់ដើម្បីនាំផ្លូវពន្លឺនោះបានបញ្ជូនរូបភាពជាច្រើនចូលទៅក្នុងខួរក្បាលរបស់ស៊ូឈីងនៅក្នុងរូបភាពទី1គាត់បានឃើញសង្វៀនសត្វព្រៃនៅក្នុងជំរំជនភៀសខ្លួនក្មេងប្រុសម្នាក់ដែលខ្លួនប្រឡាក់ដីស្លៀកពាក់ស្បែកសត្វកំពុងតែអូសសាកសពពស់យក្សមួយក្បាលនៅក្បែរនោះមានមនុស្ស2នាក់កំពុងអង្គុយមើលដែលគ្មាននរណាម្នាក់អាចមើលឃើញពួកគេឡើយគឺលោកគ្រូធំទី7និងជំនួយការរបស់គាត់លោកគ្រូធំបានពោលទាំងទឹកមុខរំភើបថាជាយុវជនដែលគួរឲ្យចាប់អារម្មណ៍ណាស់ស៊ូឈីងបើកភ្នែកធំក្មេងប្រុសនៅក្នុងសង្វៀននោះគឺជារូបគាត់ផ្ទាល់ពេលនេះគាត់ទើបតែយល់ច្បាស់ពីមូលហេតុដែលគាត់អាចមកដល់និកាយភ្នែកឈាមទាំង7ចិត្តរបស់គាត់ញាប់ញ័រយ៉ាងខ្លាំងរហូតដល់គាត់មិនដឹងខ្លួនថាខ្លួនឯងបានដើរឡើងដល់កាំជណ្ដើរទី8ទៅហើយនៅពេលដែលឈានជើងដល់កាំទី9សំឡេងជួងបានបន្លឺឡើងជាលើកទី2ដងរូបភាពទី2ក៏បានលេចឡើងគាត់ឃើញយុវជនម្នាក់កំពុងលពួននៅក្នុងភ្លើងងឹតនៅពេលដែលមានជនភៀសខ្លួនស្គុំម្នាក់ដើរកាត់យុវជននោះបានលោតចេញទៅខ្ទប់មាត់និងកំទេចសត្រូវភ្លាមនៅក្នុងរូបភាពនោះលោកគ្រូធំទី7ឈរនៅលើដំបូលផ្ទះក្បែរនោះទាំងទឹកមុខកោតសរសើរពិតជាយុវជនដែលគួរឲ្យចាប់អារម្មណ៍មែនស៊ូឈីងដកដង្ហើមវែងពេលនេះគាត់បានយល់ដឹងរឿងរ៉ាវគ្រប់យ៉ាងហើយសំឡេងជួងបានបន្លឺឡើងជាលើកទី3ទី4ទី5និងទី6រាល់ពេលដែលជួងបន្លឺឡើងគាត់ដើរឡើងបាន9កាំហើយរូបភាពថ្មីក៏បានលេចឡើងជាបន្តបន្ទាប់នៅកាំជណ្ដើរទី54សំឡេងជួងកាន់តែខ្លាំងជាងមុននៅក្នុងរូបភាពទី3លោកគ្រូធំឆ្ងល់ថាហេតុអ្វីបានជាគាត់បដូរសម្លៀកបំពាក់ថ្មីចេញរូបភាពទី4បង្ហាញពីពេលដែលគាត់កំទេចភ្នំសាច់ធាត់រួចដើរទាំងទ្រុឌទ្រោមក្រោមពន្លឺព្រះច័ន្ទដោយសារតែត្រូវថ្នាំពុលហើយលោកគ្រូធំឈរញឹមនៅលើដំបូលផ្ទះរូបភាពទី5គឺទិដ្ឋភាពគ្រូធំប៉ៃដែលលោកគ្រូធំទី7បានដើរចេញពីតង់របស់គាត់រួចពោលថាគ្រូធំប៉ៃប្រសិនបើអ្នកគិតថាក្មេងនេះមានសមត្ថភាពចូលរៀនគាត់បន្ថែមទៅផ្ដល់ឱកាសឲ្យគាត់ក្រែងលោកគាត់អាចមកដល់និកាយភ្នែកឈាមទាំង7ក្នុងនាមជាអ្នកប្រាជ្ញដែលមានចំណេះដឹងរូបភាពទី6គឺបន្ទាប់ពីមេបញ្ជាការ Thunder គ្រូធំប៉ៃនិងក្មេងស្រីតូចបានចាក់ចេញទៅស៊ូឈីងអង្គុយម្នាក់ឯងក្នុងបន្ទប់ងឹតចំណែកឯលោកគ្រូធំទី7ឈរនៅខាងក្រៅរួចបញ្ជាថាប្រគល់មេដាយសម្គាល់ខ្លួនឲ្យគាត់ទៅរាងកាយរបស់ស៊ូឈីងញ័ររន្ធត់គាត់ធ្លាប់ទីរឿងនេះពីមុនមកប៉ុន្តែពេលនេះគាត់បានឃើញព័ត៌មានលម្អិតទាំងអស់គាត់ងើបមុខសម្លឹងមើលទៅកំពូលភ្នំរួចដើរកាត់កាំជណ្ដើរទី63
សំឡេងជួងបន្លឺឡើងជាលើកទី7ទី8និងទី9នៅក្នុងរូបភាពចុងក្រោយគាត់បានឃើញខ្លួនឯងកាលពីមកដល់និកាយដំបូងអង្គុយលើទូកវេទមន្តនាពេលរាត្រីលើកដបស្រាឡើងបន់ស្រន់ដល់ឪពុកម្ដាយមេបញ្ជាការ Thunder និងអបអរថ្ងៃកំណើតខ្លួនឯងរូបភាពទី8គឺពេលគាត់ត្រូវពួកខ្មោចសមុទ្រដេញតាមនិងរូបភាពទី9គឺការតាំងជាមួយសេងយុននៅក្នុងវិហារបុរាណអារម្មណ៍ជាច្រើនបានបោកបក់ក្នុងចិត្តរបស់ស៊ូឈីងខណៈពេលដែលពន្លឺនៃបន្ទះត្បូងបានរលត់ទៅគាត់រក្សាបន្ទះត្បូងទុកក្នុងអាវរួចឈានជើងដល់កាំជណ្ដើរទី90ដែលជាកាំចុងក្រោយនៅចំពោះមុខគាត់គឺវិហារដ៏ធំស្កឹមស្កៃបញ្ចេញពន្លឺពណ៌ស្វាយត្រចះត្រចង់នៅខាងក្នុងនោះលោកគ្រូធំទី7កំពុងអង្គុយសម្លឹងមើលមកគាត់ព្រមទាំងមានសិស្សច្បងទី2និងសិស្សច្បងទី3អង្គុយអមសងខាងថ្ងៃនេះលោកគ្រូធំទី7ស្លៀកពាក់ឈុតពិធីការផ្លូវការយ៉ាងប្រណិតអាវផាយពណ៌ស្វាយមានប៉ាក់រូបវិលវល់សក់ចុងដោយមកុដដែលមានមាសខៀវក្រញាំ4ចំនួន9រូបក្រសែភ្នែករបស់គាត់ចាំងពន្លឺដូចភ្លេចបន្ទោពោពេញដោយអំណាចមហិមានិងគួរឲ្យគោរពកោតខ្លាចបំផុតអ្នកដែលបើកបោមាត់និយាយមិនមែនជាលោកគ្រូធំឡើយប៉ុន្តែគឺជាសិស្សច្បងធំដែលឈរក្បែរស៊ូឈីងគាត់ប្រកាសថាឯងបានបង្ហាញភស្តុតាងដល់មេឃទាំង9និងស្បសាចារចំពោះផែនដីទាំង10រួចរាល់ហើយនេះជាការបង្ហាញការគោរពដល់ពិភពលោកឥឡូវនេះដល់ពេលត្រូវងាកក្រោយហើយអន់គោរព3ដងពិធីការបន្តស៊ូឈីងងាករាងកាយនៅលើកាំជណ្ដើរទី90រួចអន់គោរពទៅកាន់មេឃនិងផែនដីចំនួន3ដងយ៉ាងម៉ឺងម៉ាត់បន្ទាប់ពីគាត់ងើបឈរត្រង់វិញសិស្សច្បងធំនិងសិស្សទាំងអស់នៅជុំវិញក៏បានអន់គោរព3ដងទៅកាន់មេឃនិងផែនដីដូចគ្នាពិធីការនេះបង្កប់នូវអត្ថន័យដ៏ស៊ីជម្រៅបំផុតនៅក្នុងពិភពលោកដ៏ច្របូកច្របល់នេះអ្នកហាត់មន្តអាគមភាគច្រើនរស់នៅដើម្បីតែខ្លួនឯងប៉ុន្តែមានរឿងពីរយ៉ាងដែលដាច់ខាតត្រូវតែមានពិធីការត្រឹមត្រូវគឺការសែនដូនតានិងការថ្វាយខ្លួនធ្វើជាសិស្សច្បងធំបន្តប្រកាសដោយសំឡេងលាន់នៅពេញផ្ទៃមេឃវិធីមន្តអាគមគឺភាពទេស្អាតបើគ្មានគម្ពីរមិនអាចយល់ដឹងបើគ្មានគ្រូមិនអាចដឹងការពិតអធិរាជបុរាណហ្វានយូគឺជាបតាស្ថាបនិកដំបូងមនុស្សគ្រប់រូបត្រូវអន់គោរពគាត់មួយដងមេឃផែនដីនិងទេវតាទាំងឡាយគឺជាអ្នកទ្រទ្រង់រាល់ជីវិតមនុស្សគ្រប់រូបត្រូវអន់គោរព3ដងប៉ុន្តែទោះបីជាអធិរាជបុរាណអស្ចារ្យយ៉ាងណាក៏គាត់មិនដែលផ្ដល់លាភសំណាងដល់ឯងដែរមេឃនិងផែនដីរួមទាំងជីវិតដទៃទៀតនៅក្នុងសមុទ្រទុកនេះក៏មិនដែលជួយសង្គ្រោះឯងដែរមានតែលោកគ្រូតែម្នាក់គត់ដែលហ៊ានឡើងឋានសួគ៌ចុះនរកដើម្បីឯងមានតែគាត់ទេដែលផ្ដល់លាភសំណាងដល់ឯងមានតែគាត់ទេដែលជួយសង្គ្រោះឯងនិងចំណាយរាល់កម្លាំងកាយចិត្តដើម្បីឲ្យឯងអាចដើរលើវិថីដ៏អស្ចារ្យបានហេតុនេះឯងត្រូវអន់គោរពលោកគ្រូចំនួន9ដងស៊ូឈីងងាករាងកាយមកវិញរួចលុតជង្គង់ក្រាបគោរពលោកគ្រូធំទី7ចំនួន9ដងយ៉ាងជ្រាលជ្រៅបំផុតការគោរព1ដងសម្រាប់អធិរាជបុរាណការគោរព3ដងសម្រាប់មេឃនិងផែនដីនិងការក្រាបគោរព9ដងសម្រាប់លោកគ្រូជាទីគោរពនៅក្នុងការក្រាបគោរព9ដងនេះមានតែស៊ូឈីងនិងសិស្សច្បងធំប៉ុណ្ណោះដែលចូលរួមចំណែកឯសិស្សដទៃទៀតបានងាកមុខចេញព្រោះពួកគេគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការចូលរួមឡើយក្រោយពីការក្រាបគោរព9ដងរួចរាល់សិស្សច្បងធំបានលើកពែងតែពណ៌ស្វាយមួយហុចឲ្យស៊ូឈីងទទួលពែងតែរួចដើរចូលទៅក្នុងវិហារពណ៌ស្វាយថ្វាយតែនៃក្តីដឹងគុណសិស្សច្បងធំប្រកាសស៊ូឈីងអានក្បាលដើរទៅមុខ3ជំហានរួចលើកពែងតែឡើងដោយដៃទាំងពីរដើម្បីថ្វាយទៅកាន់លោកគ្រូធំទី7ប៉ុន្តែនៅក្នុងខណៈពេលដែលដៃរបស់ស៊ូឈីងកំពុងតែហុចពែងតែថ្វាយលោកគ្រូធំនោះស្រាប់តែមានបម្រែបម្រួលដ៏គួរឲ្យខ្លាចមួយបានកើតឡើងនៅលើផ្ទៃមេឃខាងក្រៅខ្យល់ព្យុះដ៏ខ្លាំងក្លាមិនធ្លាប់មានបានបោកបក់មកលើកំពូលភ្នំទី7នៅចម្ងាយឆ្ងាយថាមពលដាវដុំហេមីមួយបានបុកទម្លុះស្រទាប់ពកបង្កើតជាពន្លឺពណ៌ឈាមដ៏ធំសម្បើមហាក់ដូចជាប្រអប់ដែលយក្សរបស់ព្រះអាទិទេពកំពុងតែលូកសម្ដៅមកកាន់និកាយភ្នែកឈាមទាំង7យ៉ាងលឿនបំផុតនោះគឺជាការមកដល់នៃកងទ័ពនិងអំណាចរបស់និកាយដាវហោះដែលមកដើម្បីដាក់ទណ្ឌកម្មនិងសងសឹកសំឡេងក្រហមមួយបានបន្លឺឡើងពីកណ្ដាលសមុទ្រឈាមនិងថាមពលដាវនោះសំឡេងនោះពោពេញទៅដោយចិត្តនាសម្លាប់ដ៏ខ្លាំងក្លាបុកធ្លីចូលមកក្នុងត្រចៀករបស់មនុស្សគ្រប់គ្នានៅក្នុងនិកាយភ្នែកឈាមទាំង7ស៊ឺស៊ីគួយចូលប្រគល់ខ្លួនអាល្អិតស៊ូឈីងមកឲ្យខ្ញុំភ្លាមសំឡេងក្រហមដ៏មានអំណាចនេះបានធ្វើឲ្យបរិយាកាសស្ងប់ស្ងាត់នៃពិធីការត្រូវរលាយបាត់អស់ភ្លាម
ព្យុះភ្លៀងនៃសង្គ្រាមរវាងកម្ពុជានិកាយទាំងពីរបានចាប់ផ្ដើមផ្ទុះឡើងចំពេលដែលស៊ូឈីងកំពុងតែធ្វើពិធីថ្វាយខ្លួនធ្វើជាសិស្សផ្លូវការ វគ្គបន្តនឹងកាន់តែជក់ចិត្តថែមទៀតសូមកុំភ្លេច like ជួយ share ចុចប៊ូតុង subscribe និង follow ព្រមទាំងដាក់សញ្ញាកណ្ដឹងដើម្បីរងចាំទស្សនាភាគថ្មីៗមុនគេបង្អស់សូមអរគុណនិងជម្រាបលា